អ្នកទាំងអស់គ្នាអាចរៀនសូត្រអ្វីបានពីករណីក្មេងទំនើងនិងបង K01 យើងមិនមែនជាចាស់ទំនើងយើងជាប្រទេសនីតិរដ្ឋពឹងផ្អែកទៅលើច្បាប់ក្នុងករណីមានបញ្ហាសូមផ្ដល់ព័ត៌មានទៅភ្នាក់ងារមានសមត្ថកិច្ចដើម្បីចាត់នីតិវិធីករណីបង K01 ករណីក្មេងដែលមានអរិយាប័ត្រមិនល្អចំពោះឪពុកម្ដាយតើអ្នកទាំងអស់គ្នាអាចរៀនសូត្រអ្វីបានយើងគ្មានសិទ្ធិប្រើទារុណកម្មឬក៏អំពើហិង្សាទៅលើនរណាម្នាក់ជាចុងក្រោយខ្ញុំសូមផ្ដាំទៅបរិះនារីគ្រប់យ៉ាងបើសេពគ្រឿងសង្វឹងហើយបង្កអំពើហិង្សាប្រពន្ធបង្កអំពើហិង្សាទៅលើប្តីប្តីបង្កអំពើហិង្សាទៅលើប្រពន្ធបើមានរូបភាពអ្នកទាំងអស់គ្នាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់បើគ្មានរូបភាពប្រហែលជារួចខ្លួនអញ្ចឹងក្នុងករណីនេះមិនថាប្តីប្រពន្ធមិនថាបងប្អូនមិនថានរណាគេក៏ដោយមិនត្រូវប្រើអំពើហិង្សាព្រោះយើងមិនមែនចាស់ទំនើងយើងក៏មិនមែនក្មេងទំនើងហើយយើងក៏មិនមែនមនុស្សស្រីទំនើងអរគុណ